លោកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញទាក់ទងទៅនឹងការធ្វើឈ្មោះសិស្សបិទតាមបន្ទប់មុនពេលប្រឡងអញ្ចឹងលោកគ្រូចុចត្រង់ចំណុចហ្នឹងមកហើយលោកគ្រូអាចធ្វើការបិទឈ្មោះសិស្សនឹងបានឧទាហរណ៍ថាឈ្មោះសិស្សបិទតាមបន្ទប់ឧទាហរណ៍ថាសិស្សថ្នាក់ទី7អញ្ចឹងលោកគ្រូគ្រាន់តែជ្រើសរើសមកថ្នាក់ទី7ហើយមួយថ្នាក់ហ្នឹងយើងកំណត់ឲ្យអង្គុយមួយនាក់ដូចប្លង់តុកអញ្ចឹងឧទាហរណ៍30នាក់ឬ25ឧទាហរណ៍30នាក់យើងជ្រើសរើស30នាក់បើ25នាក់យើងជ្រើសរើសសម្រាប់25នាក់ហ្នឹងមកបាទបន្តមកទៀតលោកគ្រូជ្រើសរើសខែតើខែប្រឡងហ្នឹងខែអីគេអញ្ចឹងគ្រូគ្រាន់តែជ្រើសរើសខែហ្នឹងមកបាទអញ្ចឹងឧទាហរណ៍ថាប្រឡងសម្រាប់អីគេខែតេស្តដើមឆ្នាំឬក៏ខែមករាខែកុម្ភៈអញ្ចឹងគ្រូជ្រើសរើសមកឧទាហរណ៍ខែកុម្ភៈបាទអញ្ចឹងថ្នាក់ទី7ប្រឡងខែកុម្ភៈហើយមួយថ្នាក់25នាក់បាទអញ្ចឹងឈ្មោះសិស្សវានឹងដំណើរការស្វ័យប្រវត្តិបាទទាំងថ្ងៃច័ន្ទគតិសុយគតិបាទបន្តមកទៀតអញ្ចឹងសិស្សថ្នាក់ទី7យើងទាំងអស់មានប្រមាណអ្នកលោកគ្រូអត់ចាំបាច់ធ្វើទេគ្រាន់តែលោកគ្រូ print ហើយលោកគ្រូផ្លាស់ប្ដូរបន្ទប់មកឧទាហរណ៍ថា25នាក់បន្ទប់លេខ2បាទបន្ទប់លេខ2ចាស់ពីឈ្មោះអីអញ្ចឹងទៅវាដំណើរការខ្លួនឯងទាំងអស់ស្វ័យប្រវត្តិអញ្ចឹងលោកគ្រូអត់ចាំបាច់ហត់ធ្វើទេបាទហើយរហូតដល់បញ្ចប់បន្ទប់លេខ7បាទអញ្ចឹងថ្នាក់ទី7បន្ទប់លេខ7ត្រឹម170នាក់បាទត្រឹម170នេះហើយតែប៉ុណ្្នឹងទេហើយលោកគ្រូក៏អាចធ្វើការផ្លាស់ប្ដូរបាទផ្លាស់ប្ដូរបញ្ជីហ្នឹងឈ្មោះនឹងបានផងដែរកន្លែងប្ដូរក្បាលបញ្ជីបាទហើយសម្រាប់ថ្នាក់ទី8ដូចគ្នាលោកគ្រូគ្រាន់តែជ្រើសរើសមកសម្រាប់ថ្នាក់ទី8បាទហើយលោកគ្រូ print អស់ទី7លោកគ្រូចាប់ផ្ដើម print ទី8បិទឲ្យសិស្សមកបាទអញ្ចឹងមកទី8បន្ទប់លេខ7មានតែប៉ុណ្្នឹងអ្នកទេអញ្ចឹងលោកគ្រូចូលបានបាទហើយលោកគ្រូគ្រាន់តែផ្លាស់ប្ដូរបន្ទប់ហើយ print មួយមកដើម្បីយកបិទបាទអញ្ចឹងតកតងទៅនឹងការរៀបចំបាទការរៀបចំឈ្មោះបាទអញ្ចឹងការរៀបចំឈ្មោះវាប៉ុណ្្នឹងទេហើយករណីដែលលោកគ្រូបញ្ចូលឈ្មោះសិស្សកន្លែងបញ្ចូលឈ្មោះសិស្សមានពាក្យថាឈប់មានន័យថាសិស្សហ្នឹងគឺចេញពណ៌ក្រហមវាស្វ័យប្រវត្តិហើយមានន័យថាគាត់ឈប់ឬក៏បោះបង់ហើយអញ្ចឹងមានតែប៉ុណ្្នឹងទេតកតងទៅនឹងការធ្វើបញ្ជីឈ្មោះតាមបន្ទប់មុនពេលប្រឡងដែលលោកគ្រូអាចផ្លាស់ប្ដូរថ្នាក់បានផ្លាស់ប្ដូរបន្ទប់ចំនួនសិស្សបាន25នាក់ឬ30នាក់ហើយប្រឡងខែណាហើយបន្ទប់មានប្រមាណបន្ទប់លោកគ្រូ print មួយរហូតដល់អស់ចំនួនសិស្សហ្នឹងមកអញ្ចឹងតកតងនឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណ